រឿងអណ្ដើកគឺជារឿងព្រេងប្រជាប្រិយមួយដែលតែងតែឃើញនៅក្នុងសៀវភៅរឿងកុមារវាមានតួនាទីសំខាន់ក្នុងការបង្រៀនមនោសញ្ចេតនាឲ្យកុមារឬអ្នកស្ដាប់អំពីគុណធម៌ដូចជាការអត់ធ្មត់ប្រាជ្ញានិងភាពស្មោះត្រង់ខាងក្រោមនេះជារឿងខ្លីអំពីអណ្ដើករឿងអណ្ដើកនិងសត្វអានានានៅព្រៃមួយមានសត្វអណ្ដើកនិងសត្វក្រពើស្និទ្ធជាមិត្តល្អអណ្ដើកជាសត្វដែលដើរយឺតណាស់ប៉ុន្តែមានការអត់ធ្មត់និងប្រាជ្ញាសត្វក្រពើជាសត្វដែលឆាប់ខឹងនិងអួតខ្លួនថាខ្លួនឯងឆ្លាតនិងរហ័សជាងគេថ្ងៃមួយសត្វក្រពើបានអ៊ូអរខ្ញុំដើរខ្លាំងជាងអណ្ដើកតើអ្នកចង់ប្រកួតប្រជែងជាមួយខ្ញុំទេអណ្ដើកឆ្លើយតបអីប្រសិនបើអ្នកចង់ប្រកួតទេមកសាកល្បងមើលគេបានកំណត់ចំណុចចាប់ផ្ដើមនិងចំណុចបញ្ចប់សម្រាប់ការរត់ប្រណាំងពេលការប្រកួតចាប់ផ្ដើមសត្វក្រពើរត់លឿនណាស់ហើយអណ្ដើកវិញដើរយឺតប៉ុន្តែគិតថាក៏ខ្ញុំត្រូវតែព្យាយាមប្រហែលជាខ្ញុំអាចឈ្នះបានសត្វក្រពើដល់ពាក់កណ្ដាលផ្លូវគិតថាអណ្ដើកនឹងមិនអាចឈ្នះខ្ញុំបានទេដូច្នេះវាចុះគេងឯមួយដងប៉ុន្តែអណ្ដើកបន្តដើរយឺតអត់បារម្ភអត់ឈប់សម្រាកឡើយបន្ទាប់មកអណ្ដើកបានឈានដល់គោលដៅមុនពេលសត្វក្រពើភ្ញាក់ឡើងវាឃើញអណ្ដើកឈ្នះការប្រណាំងរួចហើយវាអៀនខ្លាំងហើយរៀនដឹងថាការអួតខ្លួននិងមិនមានអត់ធ្មត់អាចបណ្ដាលឲ្យចាញ់បានសារៈសំខាន់នៃរឿងការអត់ធ្មត់និងការប្រឹងប្រែងជារឿងសំខាន់កុំអួតខ្លួននិងមើលងាយអ្នកដទៃការធ្វើការយ៉ាងស្មោះត្រង់និងបន្តធ្វើបើមានគោលដៅចុងក្រោយនឹងឈ្នះបើអ្នកចង់ឲ្យខ្ញុំសរសេរជាសៀវភៅរឿងកុមារជាពេញលេញឬផ្ដល់រូបភាពក៏បានដែរតើអ្នកចង់បន្តទៀតទេ